បាទជំរាបសួរពុកម៉ែបងប្អូនជាកសិករបាទសិនដែរកំពុងតែទស្សនាវីដេអូនេះបាទហើយថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបាទអំពីបាទជំងឺបន្លាស់ឬក៏ហៅថាជំងឺលាក់កគោបាទហើយជាទូទៅបាទជំងឺនេះវាកើតឡើងដល់ដែលមានភ្លៀងលឹមបាទបីអាពួរក៏លើថ្ងៃតិចបាទរំទៀតយើងអាចបណ្ដាលមកពីយើងប្រើប្រាស់ជីរ៉េច្រើនពេកហើយជីសបាទបាទទី1ខ្ញុំនឹងបង្ហាញអំពីបាទសញ្ញាឬក៏ភ្នាក់ងារបាទបង្កជំងឺបាទហើយជំងឺនេះវាបង្កឡើងដោយផ្សិតដែលមានឈ្មោះជាសាររបស់វាពីRicciolari oryza បាទហើយជំងឺនេះវាបង្កឲ្យមានការប៉ះពាល់បាទដល់ស្លឹកបាទដើមគូឬក៏គូស្រូវនិងក្របស្រូវបាទហើយរោគសញ្ញាដំបូងរបស់ជំងឺបាទជំងឺបន្លាស់នេះហៅថាឬក៏ជំងឺលាក់កគោនេះវាកើតឡើងលើស្លឹកបាទហើយវាមានស្នាមបាទដំបៅតូចមួយហើយនៅបាទកណ្ដាលនៃស្នាមដំបៅយើងឃើញមានកោសិកាបាទកោសិកាបាទងាប់មួយដែរបាទលើស្លឹករបស់វាបាទហើយកោសិកាដែលងាប់នោះគឺវាមានពណ៌បាទពណ៌ផេះបាទហើយបន្តមកស្នាមដំបៅនេះវាបានរីករាលដាលធំទៅបាទហើយមានរាងដូចក្របពេជ្របាទនៅពេលជំងឺនេះវាបាទកើតកាន់តែច្រើនកន្លែងដែលមានដំបៅនេះវាភ្ជាប់គ្នាជាមួយបាទធ្វើឲ្យផ្ទៃស្លឹកទាំងមូលខ្លោចហើយបាទគ្រោះថ្នាក់បំផុតនៃជំងឺបាទផ្សិតនេះវាបំផ្លាញលើកគូបាទធ្វើឲ្យកគូស្រូវឬក៏គូស្រូវទាំងមូលវាបាក់ធ្លាក់ចុះបាទនេះរោគសញ្ញារបស់វាបាទទី1យើងឃើញមានណាបាទទី1យើងឃើញមានស្នាមដំបៅតូចមួយហើយនៅក្នុងកណ្ដាលស្នាមដំបៅយើងឃើញមានបាទកោសិកាបាទងាប់មួយបាទហើយកោសិកាងាប់នោះគឺមានដូចជាក្របពេជ្របាទហើយនៅពេលដែលជំងឺនេះវាបាទកើតឡើងកាន់តែច្រើនវាភ្ជាប់ពីមួយទៅមួយបាទធ្វើឲ្យស្លឹកស្រូវវាបាទខ្លោចបាទហើយនេះវាកើតឡើងកគូស្រូវបាទនេះកើតឡើងលើក្របស្រូវបាទទី2និយាយពីលក្ខខណ្ឌនៃការវិវត្តរបស់ជំងឺបាទជាទូទៅបាទជំងឺនេះវាកើតឡើងបាទក្នុងស្រែបាទករណីដែលមានបាទបីអាពួរតាមបីវាចង់រកភ្លៀងបាទពេលថ្ងៃតិចបាទអាកាសធាតុត្រជាក់បាទហើយមានអច្ចារ្យនៅពេលយប់បាទហើយជំងឺនេះនឹងវិវត្តឬក៏កើតភ្លាមបាទហើយជំងឺនេះវាកើតក្នុងស្រែដែលប្រើប្រាស់ពូជមានជំងឺស្រាប់បាទពូជក្នុងស្រែដែលបាទប្រើប្រាស់ពូជស្រូវដែលមានជំងឺហើយទី2យើងធ្វើការពង្រឹងវាក្រាស់ពេកបាទហើយមួយទៀតយើងប្រើអ៊ុយរ៉េច្រើនពេកបាទវិធានការនៃការគ្រប់គ្រងបាទជំងឺនេះបាទទី1បាទយើងបាទមុនពេលពង្រឹងយើងធ្វើការសម្អាតស្មៅក្នុងស្រែបាទយកច្បាំងឬក៏កោសច្រាំងដែលបានបាទប្រមូលផលលក្ខណៈការទី1បាទប្រមូលបាទទុកបាទឬក៏ដុតបាទស្អាតមកបាទក្នុងការហ្នឹងបាទក្នុងស្រែបាទដើម្បីជៀសវាងឆ្លងបាទជំងឺផ្សិតនេះបាទហើយទី2យើងប្រើប្រាស់បាទពូជស្រូវដែលធន់ទ្រាំនឹងជំងឺបាទហើយទី3យើងធ្វើការសម្អាតពូជគ្រាប់បាទមុនយើងទៅពង្រឹងគេថាយើងអាចយកបាទពូជគ្រាប់ស្រូវនោះត្រាំជាមួយបាទថ្នាំផ្សិតបាទហើយមកទីកុំពង្រឹងស្រូវបាទក្រាស់ពេកបាទយើងអាចប្រើពូជស្រូវបាទចំនួន120គីឡូក្រាមបាទក្នុងហិកតាហើយចំណុចទី5បាទយើងបាទប្រើប្រាស់ជីទៅតាមកម្រិតណែនាំជីវៀងកុំប្រើរ៉េច្រើនពេកថាជីសបាទកុំប្រើច្រើនពេកបាក់បាយទៅលើការលូតលាស់បាទពណ៌របស់ស្លឹកបាទហើយយើងការពារបាទក្នុងករណីបាទសំទោសបាទយើងអាចការពារក្នុងបាទករណីលក្ខខណ្ឌល្អបាទក្នុងការវិវត្តរបស់ជំងឺកំណត់នៃការបាទប្រើប្រាស់ជីសូតបាទបង្កើននៃការប្រើប្រាស់ជីប៉ូតាស្យូមវិញបាទហើយយើងធ្វើការតាមដានត្រួតពិនិត្យជាប្រចាំក្នុងស្រែរបស់យើងមានគណៈការបាទលូតលាស់របស់ស្រូវបាទគណៈការបាទថើមនិងបាទវគ្គដាក់ទឹកដោះបាទខាងហ្នឹងបាទក្នុងករណីជំងឺបាទកើតឡើងវគ្គនេះបាទយើងកំប្រើអ៊ុយរ៉េតទៀតបាទហើយចុងក្រោយយើងបាទចុងក្រោយយើងប្រើបាទថ្នាំពុលកសិកម្មបាទដែលមានបាទទេសកម្មបាទTriazoxanolបាទនិងកាស៊ូកាមេស៊ីនបាទនេះជាប្រភេទថ្នាំផ្សិតបាទអញ្ចឹងយើងអាចរកទិញតាមដេប៉ូបាទដែលនៅជិតផ្ទះបងប្អូនជាកសិករបាទហើយយើងមើលលើសបកបាទថ្នាំពុលនោះគេសរសេរបាទទេសកម្មស្មុគចេះមកបាទអញ្ចឹងយើងបាទទិញយកអាចប្រើប្រាស់បានបាទណាបាទជំងឺបន្លាស់គឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេបើសិនជាបាទបងប្អូនបាទបងប្អូនបាទមានចម្ងល់អាចបាទ comment ក្នុង page បាទវីដេអូនេះបានបាទអរគុណច្រើន